បាទសូមគោរពជម្រាបសួរពុកម៉ែមីមីងបងប្អូនលោកយាយលោកតាប្រិយមិត្តទាំងអស់ជាទីគោរពរាប់អានបាទនៅថ្ងៃនេះផងដែរខ្ញុំបាទក៏សូមលើកយកនៅក្បួនហោរាសាស្ត្រនៃការទស្សន៍ទាយដែលចងក្រងដោយបុព្វហោរាពីចំនួនមុនសម្រាប់កូនចៅចំនួនក្រោយជាការទស្សន៍ទាយបាទថ្ងៃនេះផងដែរខ្ញុំបាទក៏សូមលើកយកនៅទ្រព្យសំណាងនៃឆ្នាំរកាតំណាងដោយសត្វមាន់សម្រាប់អ្នកកើតឆ្នាំរកាតំណាងដោយសត្វមាន់បើតាមក្បួនហោរានិងជំនឿហុងស៊ុយទ្រព្យសម្បត្តិប្រែប្រួលទៅតាមពេលវេលានិងធាតុដើមនៃកំណើតរបស់ឆ្នាំរកានេះដូចខាងក្រោមជោគជតារាសីនិងទ្រព្យសម្បត្តិអ្នកកើតឆ្នាំរកាត្រូវបានថាជាឆ្នាំកំពូលសំណាងដោយសារតែមានផ្កាយបន្ទុះចំពីលើសមត្ថភាពរកប្រាក់បុគ្គលដែលកើតឆ្នាំរកាគឺជាមនុស្សពូកែសន្សំសំចៃនិងចេះចាត់ចែងទ្រព្យសម្បត្តិបានយ៉ាងគង់វង្សចំពោះអ្នកដែលកើតឆ្នាំនេះត្រូវបានគេទូទាយថាគឺជាអ្នកមានទ្រព្យសម្បត្តិហូរហៀរតាំងពីក្មេងរហូតមកដល់វ័យចំណាស់អ្នកកើតឆ្នាំរកាគឺជាមនុស្សដែលមានចិត្តបុណ្យក្លាហាននិងមានការតាំងចិត្តខ្ពស់ពួកគេតែងតែទទួលបាននូវលាភសំណាងធំធេងតាមរយៈការតស៊ូនិងការខិតខំប្រឹងប្រែងនៅក្នុងឆាកជីវិតរបស់គេផ្ទាល់ទោះបីជាឆ្នាំនេះមានលក្ខណៈឆ្លៀសវៃក៏ប៉ុន្តែត្រូវតែមានការប្រយ័ត្នប្រយែងចំពោះរឿងការចំណាយចាយវាយនិងវិវាទផ្សេងគួរគប្បីដកខ្លួនចេញពីការប្រថុយប្រថាននិងផ្ដោតលើការសន្សំសំចៃវិញទើបជាការប្រសើរវត្ថុនាំសំណាងនិងពរលើកយីអ៊ុនសម្រាប់ឆ្នាំរការួមមានគួរពាក់ខ្សែដៃពណ៌ខ្មៅឬអលង្ការត្បូងពណ៌ខៀវត្រូវបានគេជឿជាក់ថាជួយនាំលាភនាំជ័យនិងសុភមង្គលព្រមទាំងមានសំណាងល្អចំពោះការរៀបចំសក្ការៈក្នុងផ្ទះឬកន្លែងធ្វើការឲ្យមានទិសដែលជាផ្កាយសំណាងរះចំនឹងជួយឲ្យមុខរបររកស៊ីកាន់តែរីកចម្រើនចំពោះការធ្វើអំពើល្អទៅដល់អ្នកដែលកើតឆ្នាំដូចជាអ្នកកើតឆ្នាំកុរឆ្នាំម្សាញ់ឆ្នាំខាលនិងឆ្នាំជូតពិតជាជួយឲ្យឆ្នាំរកាទទួលបាននូវរាសីនិងបណ្ដេញគ្រោះចង្រៃបានយ៉ាងល្អប្រសើរដែលមានន័យថានៅពេលដែលយើងធ្វើសប្បុរសធម៌ទៅលើឆ្នាំទាំងអស់នេះនឹងទទួលបានផលមកវិញគួរជាទីគប់ប្រសើរពួកការប្រុងប្រយ័ត្នចំពោះអ្នកដែលកើតឆ្នាំរកានេះគួរជៀសវាងការចំណាយខ្ជះខ្ជាយដែលគ្មានផែនការច្បាស់លាស់រីឯសុខភាពពាក់ព័ន្ធនឹងប្រព័ន្ធអាហារគឺជាការចាំបាច់ក្នុងការគូរយកចិត្តទុកដាក់ជាទីបំផុតចំពោះសេចក្តីស្នេហាទំនាក់ទំនងការរកស៊ីផ្សេងឃើញថាមានភាពល្អប្រសើរដែលអ្នកកើតឆ្នាំរកានេះគឺមានភាពឆ្លៀសវៃក្នុងការទំនាក់ទំនងvàចំពោះការទូទាយទៅលើឆ្នាំរកាគឺសូមបញ្ចប់តែត្រឹមនេះបាទមុននឹងបញ្ចប់ផងដែរខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ជួបប្រទះតែសេចក្តីសុខចម្រើនរកស៊ីទទួលទានមានបាននិងមានសុភមង្គលគ្រប់គ្នាបាទសូមអរគុណសូមជម្រាបលា